មនុស្សយើងជួបគ្នាតាមឧបនិស្ស័យដែលធ្លាប់មានជាមួយគ្នាមកឯការដែលបានស្គាល់គ្នានឹងរាប់អានគ្នាទៅតាមការតាំងចិត្តផ្សំថែមទៀតចំណែកការបែកចាកគ្នាទៅវិញនោះវាជារឿងធម្មតានៃការជួបមិនចាំបាច់បន្ទោសហេតុក្នុងបច្ចុប្បន្នថាមកពីហេតុនោះឡើយអ្នកចាស់កន្លងទៅអ្នកថ្មីមកដល់កុំភ្លេចស្រឡាញ់និងមើលថែខ្លួនឯងព្រោះមិនមានអ្នកណាមកហើយមិនទៅនោះទេទីបំផុតយើងត្រូវរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សល្អជាអ្នកមានបុណ្យបានធ្វើទុកហើយទៅបាននៅទីពឹងពិតប្រាកដគ្រប់គ្នាប្រាថ្នាសេចក្តីសុខត្រូវតែសិក្សាអំពីហេតុនៃសេចក្តីសុខនោះជឿទុកចិត្តលើសេចក្តីល្អថាពិតជាហេតុនៃសេចក្តីសុខមែនទាំងសុខក្នុងបច្ចុប្បន្នទាំងសុខក្នុងបរលោកទាំងជាឧបនិស្ស័យនៃលោកុត្តរធម៌ទៀតផងដាច់ខាតកុំជឿកិលេសនាំឲ្យប្រព្រឹត្តបាបកម្មផ្សេងឡើយកុំមិនហ៊ានធ្វើអាក្រក់ព្រោះដោយសារខ្លាចគេដឹងត្រឹមតែប៉ុណ្ណឹងនោះគឺត្រូវអប់រំសេចក្តីថ្លៃថ្នូរឲ្យចេះខ្ពើមបាបពិតឃើញការវាចាកបាបបានជាជ័យជំនះមានអានិសង្សឲ្យយើងបានរស់នៅជាមួយនឹងសេចក្តីល្អក្នុងបច្ចុប្បន្នដែលគួរឲ្យសប្បាយចិត្តពិតយើងបានដឹងរឿងក្នុងโลกនេះដូច្នេះថាផែនដីវិលជុំវិញខ្លួនឯងហើយវិលជុំវិញព្រះអាទិត្យទៀតនេះគ្រាន់តែលើកយកមកជាបទសិក្សាគឺឲ្យយើងចេះពិចារណាខ្លួនដោយខ្លួនឯងចេះស្រឡាញ់ខ្លួនឲ្យបានល្អដូចជាផែនដីវិលជុំវិញខ្លួនឯងអញ្ចឹងជាមួយគ្នានឹងការចេះស្រឡាញ់អ្នកដទៃរក្សាអ្នកដទៃដូចជាផែនដីវិលជុំវិញព្រះអាទិត្យដូច្នោះឯងត្រូវចងចាំនិងយល់ឲ្យច្បាស់ថាក្នុងโลกនេះមិនមានអ្វីដែលសំខាន់សម្រាប់យើងឲ្យដូចជាយើងដែលជាមនុស្សល្អនេះទេទើបយើងអស់ល្អក្នុងខ្លួនឯងហើយមិនមានអ្វីក្នុងโลกនេះមកជំនួសបានឡើយ